លោក Volodymyr Zelensky ប្រធានាធិបតីរបស់អ៊ុយក្រែនបានលើកឡើងថាការវាយប្រហារដោយប្រើយាន drone របស់រុស្ស៊ីសម្រាប់ប្រជាពលរដ្ឋអ៊ុយក្រែន12នាក់នៅក្នុងរដ្ឋធានីគៀវសពិវុធនោះគឺជារបស់កូរ៉េខាងជើងប្រធានាធិបតីអ៊ុយក្រែនលោក Zelensky បាននិយាយនៅថ្ងៃប្រហោះ24 មេសាម្សិលមិញនេះថាមីស៊ីលរបស់រុស្ស៊ីដែលបានប្រើវាយប្រហារនៅពេលយប់លើអគារលំនៅឋានមួយកន្លែងនៅក្នុងទីក្រុងគៀវនិងបានសម្លាប់មនុស្ស12នាក់ត្រូវបានផ្គត់ផ្គង់ដោយកូរ៉េខាងជើងក្នុងការបញ្ជាក់របាយការណ៍មុននោះរបស់សារព័ត៌មាន Reuters ប្រភពយោធាអ៊ុយក្រែនបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាមីស៊ីល KN-23A របស់កូរ៉េខាងជើងបានវាយប្រហារប្លុកលំនៅឋានមួយកន្លែងនៅក្នុងតំបន់ Sviatoshinsky នៅភាគខាងលិចនៃកណ្ដាលទីក្រុងគៀវអំឡុងពេលការវាយប្រហារតាមអាកាសដ៏ធំដោយរុស្ស៊ីលោក Zelensky បាននិយាយនៅលើបណ្ដាញទំនាក់ទំនងសង្គម X ថាយោងតាមព័ត៌មានបឋមកម្លាំងរុស្ស៊ីបានប្រើមីស៊ីល ballistic ដែលផលិតនៅកូរ៉េខាងជើងហើយសេវាកម្មពិសេសអ៊ុយក្រែនកំពុងផ្ទៀងផ្ទាត់ព័ត៌មានលម្អិតទាំងអស់ដោយមិនផ្ដល់សេចក្តីលម្អិតបន្ថែមរុស្ស៊ីបានអត្ថាធិប្បាយលើការលើកឡើងរបស់លោក Zelensky ឡើយហើយរុស្ស៊ីនិងកូរ៉េខាងជើងបានបដិសេធយូរហើយលើការផ្ទេរអាវុធដែលបំពានបំរាមរបស់អង្គការសហប្រជាជាតិនេះអ៊ុយក្រែនបានអះអាងថាកូរ៉េខាងជើងផ្គត់ផ្គង់គ្រាប់កាំភ្លើងធំដ៏ច្រើនសន្ធឹកសន្ធាប់រួមទាំងប្រព័ន្ធរ៉ុកែតកងទ័ពរាប់ពាន់នាក់និងមីស៊ីល ballistic ដល់រុស្ស៊ីដែលកម្លាំងទីក្រុងមូស្គូបានចាប់ផ្ដើមប្រើទៅវាយប្រហារប្រឆាំងអ៊ុយក្រែនតាំងពីចុងឆ្នាំ2023មកម្លេះលោក Sergei Shoigu អតីតរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសរុស្ស៊ីបានលើកឡើងថារុស្ស៊ីមានសិទ្ធិប្រើអាវុធនុយក្លេអ៊ែរបើរុស្ស៊ីទទួលរងការវាយប្រហារដោយលោកខាងលិចរុស្ស៊ីរក្សាសិទ្ធិនៅក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងករណីខ្លួនប្រឈមនឹងការឈ្លានពានពីសំណាក់បណ្ដាប្រទេសលោកខាងលិចនៅយោងតាមការលើកឡើងរបស់មន្ត្រីសន្តិសុខជាន់ខ្ពស់របស់ទីក្រុងមូស្គូគឺលោក Sergei Shoigu ដែលបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយនឹងទីភ្នាក់ងារសារព័ត៌មានរដ្ឋគឺសារព័ត៌មាន TASS នៅថ្ងៃប្រហោះ24 មេសាការអត្ថាធិប្បាយរបស់លោក Shoigu កើតឡើងនៅពេលដែលលោកប្រធានាធិបតី Donald Trump និងអនុប្រធានាធិបតី JD Vance បានព្រមានថាទីក្រុង Washington អាចដើរចេញពីកិច្ចចរចាដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែនប្រសិនបើមានវឌ្ឍនភាពបាទយឺតយ៉ាវខ្លាំងពេកលើកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែននោះសូមបញ្ជាក់ផងដែរថាលោក Shoigu ធ្លាប់បម្រើការជាមួយទសវត្សរ៍ជារដ្ឋមន្ត្រីការពារជាតិរុស្ស៊ីរហូតដល់លោកបានផ្លាស់មុខតំណែងទៅជាអ្នកដឹកនាំក្រុមប្រឹក្សាសន្តិសុខដ៏មានឥទ្ធិពលនៅក្នុងការរុះរើរដ្ឋាភិបាលកាលពីឆ្នាំមុនសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក Donald Trump បានជំរុញឲ្យលោក Putin បញ្ឈប់ការវាយប្រហារលើប្រទេសអ៊ុយក្រែនតទៅទៀតក្រោយពេលដែលមានការវាយប្រហារចុងក្រោយរបស់រុស្ស៊ីបានសម្លាប់មនុស្ស12នាក់នៅក្នុងទីក្រុងគៀវរដ្ឋធានីរបស់អ៊ុយក្រែនរុស្ស៊ីបានវាយលុកលើទីក្រុងគៀវដោយមីស៊ីលនិងយាន drone ទាំងយប់អធ្រាត្រដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់12នាក់ក្នុងការវាយប្រហារដ៏ធំបំផុតលើរដ្ឋធានីអ៊ុយក្រែនក្នុងឆ្នាំនេះនិងបានទាញការស្ដីបន្ទោសដ៏កម្រពីប្រធានាធិបតីអាមេរិក Donald Trump ដែលបានប្រាប់លោក Vladimir Putin ថាលោក Putin បញ្ឈប់ការវាយប្រហារនេះភ្លាមលោក Donald Trump បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមានថារដ្ឋបាលរបស់លោកកំពុងអនុវត្តសម្ពាធជាច្រើនលើប្រទេសរុស្ស៊ីនិងបានរំលឹកឡើងវិញនូវការមិនពេញចិត្តរបស់លោកចំពោះការវាយប្រហារនេះប៉ុន្តែលោកបាននិយាយថាវឌ្ឍនភាពដ៏សំខាន់ត្រូវបានធ្វើឡើងនៅក្នុងការចរចាសន្តិភាពហើយវាមានក្រុមឡើងបានធ្វើសម្បទានដ៏ធំដែលបើកចំហបញ្ឈប់សង្គ្រាមបញ្ឈប់ការដណ្ដើមយកប្រទេសអ៊ុយក្រែនទាំងមូលលោក Trump បាននិយាយថាប៉ុន្មានថ្ងៃខាងមុខនេះនឹងជាពេលវេលាដ៏មានសារៈសំខាន់ខ្លាំងណាស់កិច្ចប្រជុំកំពុងប្រព្រឹត្តទៅនៅពេលនេះលោកគិតថាពួកលោកនឹងធ្វើកិច្ចព្រមព្រៀងលោកប្រធានាធិបតីបានបន្ថែមថាទីក្រុង Washington ក៏កំពុងដាក់សម្ពាធលើអ៊ុយក្រែនដែររដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានដដែលថាការពិភាក្សាបន្ថែមទៀតត្រូវបានគ្រោងទុកសម្រាប់ចុងសប្តាហ៍ហើយសហរដ្ឋអាមេរិកចង់ឃើញទាំងអ៊ុយក្រែនទាំងរុស្ស៊ីឈានទៅមុខដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងណាមួយលោកបានប្រាប់អ្នកសារព័ត៌មានថាបន្ទាប់ពីកិច្ចពិភាក្សាជាមួយលោក Trump នៅទីក្រុង Washington អគ្គលេខាធិការអង្គការ NATO លោក Mark Rutte បាននិយាយនៅថ្ងៃប្រហោះថាអ៊ុយក្រែនកំពុងធ្វើការយ៉ាងលំបាកសម្រាប់កិច្ចព្រមព្រៀងមួយបណ្ដាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកបានបង្ហាញពីក្តីបារម្ភជុំវិញបំណងរបស់លោក Donald Trump ដែលអនុញ្ញាតឲ្យរុស្ស៊ីគ្រប់គ្រងដែនដីភាគច្រើនដែលដណ្ដើមបានពីអ៊ុយក្រែនជាលក្ខខណ្ឌសម្រាប់សន្តិភាពអ៊ុយក្រែននោះប្រភពការទូតជាច្រើនបានប្រាប់សារព័ត៌មានរបស់ទូរទស្សន៍ CNN ថាសម្ព័ន្ធមិត្តអាមេរិកមួយចំនួនបារម្ភខ្លាំងចំពោះក្របខ័ណ្ឌដែលរដ្ឋបាលលោក Trump កំពុងជំរុញឲ្យបញ្ចប់សង្គ្រាមអ៊ុយក្រែនហើយមានដឹកនាំអឺរ៉ុបកំពុងតាមដានកិច្ចចរចាកម្រិតខ្ពស់មួយទៀតរវាងអាមេរិកនិងរុស្ស៊ីយោងតាមមន្ត្រីម្នាក់ដែលបានដឹងពីបញ្ហានេះបង្ហើបថាក្របខ័ណ្ឌរដ្ឋបាលដែលបង្ហាញនៅទីក្រុងប៉ារីសកាលពីសប្តាហ៍មុនស្នើមានការលះបង់ច្រើនពីអ៊ុយក្រែនរួមទាំងការទទួលស្គាល់របស់សហរដ្ឋអាមេរិកលើតំបន់ឧបទ្វីប Crimea ថាជាទឹកដីរុស្ស៊ីនិងអ៊ុយក្រែនប្រគល់ទឹកដីដ៏ច្រើនសន្ធឹក
កសន្ធប់ទៅឲ្យរុស្ស៊ីអនុប្រធានាធិបតីអាមេរិកលោក JD Vance នៅថ្ងៃពុធសប្តាហ៍នេះបានអំពាវនាវឲ្យផ្អាកការប្រយុទ្ធទាំងអស់លើសមរភូមិនៅពេលបច្ចុប្បន្ននៅពេលសួរថាតើសម្បត្តិអ្វីដែលរុស្ស៊ីកំពុងផ្ដល់ជូនកាលពីថ្ងៃប្រហោះលោកត្រាំបានឆ្លើយតបថាការបញ្ឈប់សង្គ្រាមដោយលើកឡើងថាការមិនវាយយកប្រទេសទាំងមូលគឺជាសម្បត្តិដ៏ធំរួចហើយក្រុមអ្នកការទូតសម្ព័ន្ធមិត្តអាមេរិកជាច្រើនបាននិយាយថាពួកគេមានការភ្ញាក់ផ្អើលចំពោះអ្វីដែលរដ្ឋបាលលោកត្រាំកំពុងស្នើព្រោះពួកគេជឿថាក្របខ័ណ្ឌបែបនេះនឹងផ្ញើសារដ៏គ្រោះថ្នាក់ដល់លោក Vladimir Putin របស់រុស្ស៊ីនិងមេដឹកនាំពិភពលោកផ្សេងទៀតថាទង្វើខុសច្បាប់អាចទទួលបានរង្វាន់ទាំងអ៊ុយក្រែននិងរុស្ស៊ីកំពុងតែចោទប្រកាន់ដាក់គ្នាទៅវិញទៅមកថាជាអ្នកធ្វើឲ្យរអាក់រអួលដល់ដំណើរការចរចាសន្តិភាពរុស្ស៊ីនិងអ៊ុយក្រែនបន្ទោសនិងចោទគ្នាទៅវិញទៅមកជាថ្មីទៀតជុំវិញកិច្ចខិតខំប្រឹងប្រែងសន្តិភាពដែលរអាក់រអួលខ្លាំងកាលពីថ្ងៃប្រហោះ24មេសាដោយទីក្រុងមូស្គូបានចោទលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ថារារាំងផ្នែកការទូតហើយទីក្រុងគៀវបាននិយាយថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចង់បន្តសង្គ្រាមប្រធានាធិបតីអាមេរិកលោក Donald Trump បានគម្រាមថាលោកនឹងដើរចេញពីកិច្ចចរចារកដំណោះស្រាយដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនប្រសិនបើទីក្រុងគៀវនិងទីក្រុងមូស្គូមិនព្រមធ្វើកិច្ចព្រមព្រៀងនៅក្នុងពេលឆាប់ៗទេនោះអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថាលោក Zelensky ខ្វះសមត្ថភាពចរចាបញ្ចប់សង្គ្រាមលោកស្រីចោទមេដឹកនាំអ៊ុយក្រែនរូបនេះថាធ្វើឲ្យខូចកិច្ចពិភាក្សាស្តីពីអ៊ុយក្រែនកាលពីថ្ងៃពុធនៅក្នុងទីក្រុងឡុងដែលមានមន្ត្រីអាមេរិកអ៊ុយក្រែននិងអឺរ៉ុបហើយនិយាយថាលោក Zelensky ត្រៀមជាស្រេចដើម្បីបំផ្លាញដំណើរការសន្តិភាពដែលកំពុងលេចឡើងអ៊ុយក្រែននិយាយថាខ្លួនចង់បានសន្តិភាពយុត្តិធម៌ហើយរុស្ស៊ីទេជាអ្នកអូសបន្លាយការចរចាដើម្បីដណ្ដើមយកទឹកដីអ៊ុយក្រែនថែមទៀតបន្ថែមទៅលើទឹកដីដែលខ្លួនបានកាន់កាប់រួចហើយនៅ Crimea និងតំបន់ភាគខាងកើតចំនួន4តំបន់របស់អ៊ុយក្រែនមន្ត្រីអ៊ុយក្រែនបានបង្កើនការរិះគន់របស់ខ្លួនថែមទៀតបន្ទាប់ពីការវាយប្រហារដោយមីស៊ីលនិងយានដ្រូនរបស់រុស្ស៊ីលើក្រុងគៀវដោយនិយាយថាសកម្មភាពលោកពូទីនបង្ហាញថាលោកមិនគោរពកិច្ចប្រឹងប្រែងសន្តិភាពណាមួយឡើយហើយគ្រាន់តែចង់បន្តសង្គ្រាមប៉ុណ្ណោះប្រធានាធិបតីអាមេរិកលោក Donald Trump បានលើកឡើងថាសម្ព័ន្ធយោធា NATO នឹងមិនមានឥទ្ធិពលខ្លាំងទៀតទេបើគ្មានអាមេរិកលោក Donald Trump នៅថ្ងៃប្រហោះ24មេសាម្សិលមិញនេះតាមវេលានៃអាមេរិកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃអង្គការសន្ធិសញ្ញាអាត្លង់តិកខាងជើង NATO ចំពោះអឺរ៉ុបប៉ុន្តែបាននិយាយថាសម្ព័ន្ធមិត្តនេះនឹងគ្មានឥទ្ធិពលឡើយប្រសិនបើគ្មានអាមេរិកលោក Trump បាននិយាយនៅក្នុងជំនួបនៅសេតវិមានជាមួយនាយករដ្ឋមន្ត្រី Norway លោក Jonas Gahr Store ដែលរួមមានរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេស Norway និងអតីតអគ្គលេខាធិការ NATO លោក Jens Stoltenberg ថាលោកគិតថាបើគ្មានអាមេរិកសម្ព័ន្ធនេះនឹងគ្មានឥទ្ធិពលខ្លាំងទេប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថាអង្គការសន្ធិសញ្ញាអាត្លង់តិកខាងជើងមានសារៈសំខាន់ខ្លាំងសម្រាប់អឺរ៉ុបនៅពេលត្រូវបានសួរនៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី Norway នៅការិយាល័យ Oval ថាតើសម្ព័ន្ធមិត្តនេះមិនអាចបំបែកបានតាមទស្សនៈរបស់លោកដែរទេលោកបាននិយាយថាវាពិតជាមានសារៈសំខាន់ខ្លាំងសម្រាប់អឺរ៉ុបជុំវិញការខ្វែងគំនិតគ្នានៅពេលបច្ចុប្បន្ននេះរវាងចិននិងសហរដ្ឋអាមេរិកលើបញ្ហាពន្ធពាណិជ្ជកម្មយើងមានការចូលរួមបន្ថែមពីលោកជិនសេរីមអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិរបស់ទូរទស្សន៍ព័ត៌មាន BTV លោកសេរីមចូលរួមតើនៅពេលបច្ចុប្បន្ននេះតើអាមេរិកនិងចិននៅខ្វែងគ្នាត្រង់ចំណុចណាខ្លះទៀតរឿងបញ្ហាពន្ធនេះបាទចំពោះការខ្វែងគ្នារវាងសហរដ្ឋអាមេរិកនិងប្រទេសចិនពាក់ព័ន្ធទៅនឹងសង្គ្រាមពាណិជ្ជកម្មតាមរយៈការដំឡើងពន្ធនេះគឺនៅខ្វែងគ្នាដដែលមានន័យថាសហរដ្ឋអាមេរិកយកពន្ធក្នុងកម្រិតខ្ពស់ 145% ពីប្រទេសចិនដដែលអត់មានប្រែប្រួលទេហើយចិនក៏យកពន្ធនាំចូលពីសហរដ្ឋអាមេរិកក្នុងអត្រា 125% ដដែលប៉ុន្តែគ្រាន់តែខាងសហរដ្ឋអាមេរិកនេះវាដប់គ្នានៅត្រង់ថាកាលពីរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិកលោកโจ Biden នោះបានយកពន្ធលើតំណែងខ្លះដែលនាំចូលពីប្រទេសចិនរួចជាស្រេចទៅហើយពន្ធថ្មីរបស់លោកត្រាំទៅបន្ថែមលើពន្ធចាស់នឹងដូចជារថយន្តអគ្គិសនីដែលនាំចេញពីប្រទេសចិនទៅកាន់ទីផ្សារសហរដ្ឋអាមេរិកចឹងគឺកាលពីរដ្ឋការរបស់លោកโจ Biden អតីតប្រធានាធិបតីរបស់សហរដ្ឋអាមេរិកយកពន្ធនាំចូលរថយន្តអគ្គិសនីពីប្រទេសចិននឹង 100% រួចជាស្រេចទៅហើយអញ្ចឹងដល់បូកបន្ថែមពន្ធថ្មីក្នុងរដ្ឋការរបស់លោក Donald Trump នេះ 145% ទៀតវាត្រូវជាពន្ធនឹង 245% ដូច្នេះនៅដដែលអញ្ចឹងពន្ធរបស់សហរដ្ឋអាមេរិកដែលថាយកការនាំចូលពីប្រទេសចិនលើអត្រាពន្ធ 245% នេះគឺត្រូវបានអនុវត្តមែនដោយបន្ថែមទៅលើពន្ធចាស់ដែលមានស្រាប់ដូច្នេះភាពតានតឹងវាកើតឡើងហើយនៅក្នុងប្រមាណម៉ោងចុងក្រោយនេះវាមានរឿងចម្រូងចម្រាសមួយទៀតមានចម្រៀងចម្រូងចម្រាសនៅត្រង់ថាការពីថ្ងៃពហុម្សិលមិញ
ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោក Donald Trump នឹងកំពុងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីរបស់ប្រទេស Norway ពេលដែលកំពុងពិភាក្សាគ្នានោះក៏មានការលើកឡើងអំពីការបន្ធូរបន្ថយអត្រាពន្ធនាំចូលពីប្រទេស Norway ទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិកនឹងដែរហើយរឿងចម្រូងចម្រាសនៅត្រង់លោក Trump បាននិយាយជាមួយនឹងនាយករដ្ឋមន្ត្រី Norway ថារដ្ឋបាលក្រមការងាររបស់សហរដ្ឋអាមេរិកនិងក្រមការងាររបស់ប្រទេសចិនបានពិភាក្សាគ្នារួចជាស្រេចទៅហើយក្នុងការបន្ធូរបន្ថយភាពតានតឹងផ្នែកពាណិជ្ជកម្មដោយក្រមការងារនៃប្រទេសទាំងពីរហ្នឹងបានពិភាក្សាគ្នារួចហើយនឹងពិភាក្សាគ្នាបន្ថែមទៀតនៅពេលខាងមុខរឿងនេះធ្វើឲ្យចិនប្រតិកម្មក្នុងរយៈពេលប្រមាណម៉ោងក្រោយមកដោយលោកហឺយ៉ាតុងដែលជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបានច្រានចោលការលើកឡើងរបស់លោកត្រាំពីព្រោះលោកត្រាំថាក្រមការងារអាមេរិកនិងចិនបានពិភាក្សាគ្នាពាក់ព័ន្ធនឹងការបន្ធូរបន្ថយភាពតានតឹងខាងផ្នែកពាណិជ្ជកម្មចិនបានប្រកាសច្រានចោលថាមិនមែនទេចិនមិនដែលពិភាក្សាជាមួយសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងសង្គ្រាមពាណិជ្ជកម្មតាមរយៈការដំឡើងពន្ធនឹងទេលោកត្រាំលើកឡើងនេះគ្មានមូលដ្ឋានវាហាក់ដូចជាលើកសម្ោលមកនិយាយដែលគ្មានរូបរាងស្អីទេហើយនិយាយនេះបាននិយាយភាសាសាមញ្ញថាលោកត្រាំនិយាយស្មានដែលក្រមការងារប្រទេសទាំងពីរមិនទាំងបាននិយាយគ្នាផងក៏ទៅអួតប្រាប់នាយករដ្ឋមន្ត្រីរបស់ប្រទេស Norway ថាចិននិងអាមេរិកបានពិភាក្សាគ្នាហើយដូច្នេះវាជារឿងមួយដែលចិនច្រានចោលទាំងស្រុងថាអត់បាននិយាយគ្នាទេពីព្រោះតែនេះខ្ញុំសូមបញ្ជាក់ជូនថាអញ្ចេះចំហរបស់ប្រទេសចិននឹងនៅត្រង់ថាក្នុងអំឡុងពេលដែលសហរដ្ឋអាមេរិកដំឡើងពន្ធម្ដងហើយម្ដងទៀតលើការនាំចូលផលិតផលនានាពីប្រទេសចិនទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនោះភាគីសហរដ្ឋអាមេរិកបែរជាកញ្ជ្រោលចង់ហៅចិនឲ្យទៅជួបចរចាជាមួយនឹងខ្លួនក្នុងដំណើរឈានឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយរវាងសហរដ្ឋអាមេរិកនិងចិនដែលរឿងនេះចិនបានបញ្ជាក់ហើយថាពេលដែលសហរដ្ឋអាមេរិកកំពុងតែដំឡើងពន្ធនាំចូលពីប្រទេសចិនបើចិនទៅអង្គុយចរចាជាមួយសហរដ្ឋអាមេរិកវាស្មើនឹងចិនទៅទទួលយកគ្រប់យ៉ាងដែលអាមេរិកចង់បានដូច្នេះចិនមិនចូលតុចរចាទេចិនមិនអង្គុយចរចាជាមួយសហរដ្ឋអាមេរិកទេជាចំហរបស់ប្រទេសចិនដោយចិនបានបញ្ជាក់ថាបើសហរដ្ឋអាមេរិកចង់ឲ្យប្រទេសចិនជួបចរចាគ្នាក្នុងការទំនុះទំលាយភាពទាល់ច្រកខាងផ្នែកពាណិជ្ជកម្មលុះត្រាតែការពិភាក្សាគ្នានោះត្រូវតែប្រព្រឹត្តទៅដោយស្មើមុខស្មើមាត់គ្មានសម្ពាធហើយបើអាមេរិកសម្លុតចិនហើយឲ្យចិនទៅចូលតុចរចាចិនមិនចូលតុចរចាទេចិនមិននិយាយរកសហរដ្ឋអាមេរិកទេហើយមិនតែប៉ុណ្ណោះសហរដ្ឋអាមេរិកជាពិសេសលោក Donald Trump នេះតែម្ដងបានទេទៅច្រើនលើកច្រើនសារទៅកាន់អ្នកជំនាញរបស់ខាងប្រទេសចិនដោយសុំជួបនិយាយគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីចិនលោកស៊ីជីនពីងក្នុងការស្វែងរកដំណោះស្រាយខាងផ្នែកពាណិជ្ជកម្មប៉ុន្តែលោកស៊ីជីនពីងមិនបានឆ្លើយតបហើយក៏មិនបានជួបជាមួយលោកត្រាំដែរមានន័យថាលោកត្រាំសុំជួបលោកស៊ីជីនពីងច្រើនដងតាមទូរស័ព្ទតែប្រធានាធិបតីចិនមិនជួបទេដោយសារតែចិនអះអាងដដែលថាខ្លួនអ្នកបំផុសរឿងឲ្យកើតឡើងវាទៅជាកញ្ជ្រោលជ្រួលជ្រើមចង់ជួបចរចាជាមួយប្រទេសចិនវិញដូច្នេះរឿងដែលល្អគឺសហរដ្ឋអាមេរិកត្រូវតែដកចេញនៅការដំឡើងពន្ធនាំចូលជាឯកតោភាគីពីប្រទេសចិននោះរឿងរ៉ាវគ្រប់យ៉ាងត្រូវបានបញ្ចប់ដោយមិនបាច់ចរចាក៏បានតែទោះបីយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះចិននៅតែអះអាងថាចិននៅតែចង់ជួបចរចាជាមួយសហរដ្ឋអាមេរិកក្នុងការបន្ធូរបន្ថយភាពតានតឹងក្នុងសង្គ្រាមពាណិជ្ជកម្មដោយការដំឡើងពន្ធនាំចូលពីគ្នាទៅវិញទៅមកប៉ុន្តែជំនួបនោះត្រូវតែគោរពគ្នានិងស្មើមុខស្មើមាត់ដោយគ្មានសម្ពាធនោះបាទលោកស្រីតើមានកត្តាអ្វីខ្លះតាមមើលទៅដែលអាចធ្វើឲ្យចិននៅតែមានឥទ្ធិពលនៅក្នុងរឿងនេះស្របពេលដែលសហរដ្ឋអាមេរិកជាអ្នកបង្ករឿងពន្ធនេះហើយឥឡូវនេះសហរដ្ឋអាមេរិកទៅជាប្រកាសអំពីការត្រៀមលក្ខណៈក្នុងការបន្ថយពន្ធត្រឡប់មកវិញបាទចំពោះរឿងនេះវាត្រង់ថាសិលឹកបៀមានដូចគ្នាក្នុងសង្គ្រាមពាណិជ្ជកម្មតាមរយៈការដំឡើងពន្ធរវាងសហរដ្ឋអាមេរិកនិងចិនប៉ុន្តែគ្រាន់តែខាងសហរដ្ឋអាមេរិកចាញ់ប្រៀបចិនហាក់ដូចជាចាញ់ប្រៀបកាន់តែខ្លាំងដោយសារតែសហរដ្ឋអាមេរិកមិនមែនជាប្រទេសផលិតទេ
ចិននេះជាអ្នកប្រទេសផលិតនាំចូលផលិតផលនាំចេញផលិតផលពីប្រទេសរបស់ខ្លួនទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិកដូច្នេះផលិតផលមួយចំនួនគឺសហរដ្ឋអាមេរិកដាច់ខាតត្រូវពឹងផ្អែកទៅលើប្រទេសចិនប្រសិនបើដំឡើងពន្ធនាំចូលក្នុងអត្រាខ្ពស់ពីប្រទេសចិននោះស្មើនឹងជាន់កប្រជាពលរដ្ឋរបស់សហរដ្ឋអាមេរិកខ្លួនឯងជួនកាលគេប្រៀបធៀបថាសហលោកត្រាំបានជន់កចិនក្នុងសង្គ្រាមពាណិជ្ជកម្មប៉ុន្តែទៅលៀនដាតជនជាតិអាមេរិកនៅវិញលៀនដាតនៅត្រង់ថាកាលណាដំឡើងពន្ធក្នុងអត្រាខ្ពស់ការលក់ផលិតផលនានានៅលើទីផ្សាររបស់សហរដ្ឋអាមេរិកក៏ក្នុងតម្លៃខ្ពស់ដែរប៉ុណ្ណឹងហើយបានជាសហរដ្ឋអាមេរិកជ្រួលច្រាលបញ្ញាប់បញ្ញាល់ជួបចរចាជាមួយនឹងប្រទេសចិនដើម្បីស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយហើយកាលពីដើមសប្តាហ៍នេះប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោក Donald Trump ក៏បានប្រកាសថាខ្លួននឹងបន្ទាបពន្ធនាំចូលពីផលិតផលលើផលិតផលមួយចំនួនរបស់ប្រទេសចិនដែលនាំចូលទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិកគឺដោយសារតែមូលហេតុនឹងហើយមូលហេតុនៅត្រង់ថាប្រសិនបើដំឡើងពន្ធខ្ពស់ផលិតផលនៅលើទីផ្សាររបស់សហរដ្ឋអាមេរិកក៏ត្រូវបានលក់ក្នុងតម្លៃខ្ពស់កាលណាលក់ក្នុងតម្លៃខ្ពស់វាប៉ះពាល់ដល់ប្រជាពលរដ្ឋរបស់សហរដ្ឋអាមេរិកចឹងហើយបានជាទោះបីជាចិនមិនទាមទារក៏សហរដ្ឋអាមេរិកដាច់ខាតត្រូវតែបន្ទាបពន្ធនាំចូលដោយខ្លួនឯងឧទាហរណ៍ដូចជាផលិតផលទូរស័ព្ទដៃនៅលើទីផ្សាររបស់សហរដ្ឋអាមេរិក82% គឺទទួលបានការផ្គត់ផ្គង់នៅលើទីផ្សារពីប្រទេសចិនរួមទាំងផលិតផលទូរស័ព្ទរបស់ក្រុមហ៊ុន Apple របស់សហរដ្ឋអាមេរិកថែមទៀតក៏មានរោងចក្រធំនៅប្រទេសចិននឹងនាំចេញពីចិនទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិកដែរដូច្នេះតាំងពីទូរស័ព្ទដៃតាំងពីកុំព្យូទ័រតាំងពី laptop តាំងពីផលិតផលផ្សេងពាក់ព័ន្ធនឹងអេឡិចត្រូនិកដូចជាបន្ទះឈីបជាដើមនោះក៏សហរដ្ឋអាមេរិកទម្លាក់ពន្ធនៅទាបដែរទាបដោយសារតែតម្រូវការខ្ពស់នៅសហរដ្ឋអាមេរិកហើយតម្រូវការរបស់ប្រជាពលរដ្ឋជិះមិនរួចនឹងពឹងផ្អែកលើការនាំចូលរបស់ប្រទេសចិននេះជាគន្លឹះមួយក្នុងចំណោមគន្លឹះជាច្រើនទៀតដែលប្រទេសចិនហាក់ដូចជាមានប្រៀបទៅលើសង្គ្រាមពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកខណៈដែលអាមេរិកជាអ្នកដំឡើងពន្ធប៉ុន្តែចិនបែរជាមានប្រៀបក្នុងសង្គ្រាមនេះទៅវិញដោយសារតែផលិតផលមួយចំនួនសហរដ្ឋអាមេរិកជិះមិនរួចនឹងទទួលយកពីប្រទេសចិនហើយកាលណាដំឡើងពន្ធក្នុងអត្រាខ្ពស់គឺនាំឲ្យតម្លៃហក់ឡើងខ្ពស់នៅលើទីផ្សារសហរដ្ឋអាមេរិកប៉ះពាល់ដល់ប្រជាពលរដ្ឋហើយសហរដ្ឋអាមេរិកគឺក្នុងពាក់កណ្ដាលអាណត្តិមានការបោះឆ្នោតម្ដងទៀតដូច្នេះនៅឆ្នាំ2026ខាងមុខនេះមានការបោះឆ្នោតពាក់កណ្ដាលអាណត្តិដូច្នេះចង់ឬមិនចង់សហរដ្ឋអាមេរិកត្រូវតែលោក Donald Trump ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកត្រូវតែលួងចិត្តប្រជាជនពីព្រោះនៅពេលបច្ចុប្បន្ននេះប្រជាប្រិយភាពរបស់លោកត្រាំបានធ្លាក់ចុះមកលើ 40% តិចតួចលើពេលខ្លះក្រោម 40% ទៅទៀតដែលគេគិតថាលោកត្រាំកំពុងតែបាត់បង់ប្រជាប្រិយភាពយ៉ាងខ្លាំងដូច្នេះនៅពេលខាងមុខនេះបើលោកត្រាំនៅតែបង្កសង្គ្រាមពាណិជ្ជកម្មជាមួយចិននិងប្រទេសផ្សេងធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដោយសារទំនិញហក់តម្លៃទំនិញហក់ឡើងខ្ពស់នៅលើទីផ្សារពេលដែលបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅពេលខាងមុខនេះលោកត្រាំអាចនឹងបាត់បង់ទាំងឥទ្ធិពលនៅក្នុងសភាទាំងឥទ្ធិពលនៅក្នុងព្រឹទ្ធសភាដូច្នេះលោកត្រាំមានតែតំណែងប្រធានាធិបតីប៉ុន្តែមិនអាចសម្រេចកិច្ចការអ្វីបានទាំងអស់ចំណុចនឹងហើយបានជារួមផ្សំនឹងចិននៅតែសម្លុតថែមទៀតគឺសហរដ្ឋអាមេរិកកំពុងតែចាញ់ប្រៀបចិនយ៉ាងខ្លាំងក្នុងសង្គ្រាមពាណិជ្ជកម្មនេះបាទសូមអរគុណលោកស្រីយើងបន្តតាមដានបន្តទៀតអំពីបញ្ហានេះជម្រាបលាបាទអរគុណ